nhưng vì ban đầu yêu một cái petrol lớn cái lớn một em thì lớn như là chỉ là bao nhiêu đó ở những cái sản phẩm còn là quan trọng này rất nhiều ok đấy trong những sông to từ mũi tiết đấy sông to từ ứng hạn mũi tiết và sông sông mơ rất sau đấy kế thêm mũi tiết đây cho dân bạn thì nó xin tặng bảo vì nè xin tặng nhà đi xin tặng nè xin tặng pi tông này giờ nè xin tặng nắng á chẳng ô ho tha ở lâu ho tha nhom min rau muối nè nhom min rau muối là sống thật sẵn á nhom min rau muối bạn nhom min kẹt đài đấy bạn là từ kẹt đài nó ở toàn đò phôi nó giờ tiền toàn là phôi chẳng ô ho tha nhom min red ni muối đã mua tha product này chẳng product hai cùng là bao nhóm cái nhóm trong ở cái này dưới chọn cần mưa sẵn làm một trẻ mấy cái sẵn đó bạn giờ như xong pra chia đi cho như xong pra với chia rễ nó mà rễ chụp chụp có khói và sẽ làm cái khói cho làm được anh ấy hiện đã return chia function đã sẽ làm return chia function anh ấy chạy về nhé anh ấy chăm xong bạc ca variable tu gì sẽ đã tập pi và cái đặt thành ném đặt ném đó và đặt ném tại chúng ta coca cola cho tới coca colaហើយយើងមានមួយទៀតគឺ price ណា price ស្មើជាមួយនឹងបានទេដាក់បើដាក់ចោលចុះបាទចឹងចង់ធ្វើការ return đóយើង return ឥឡូវសុំ slash សិនខ្ញុំសុំទៅបង្កើតនេះសិនណាបង្កើត view សិនណាបង្កើត view សិនអញ្ចឹងយើងចូលបង្កើត view តែមកបាទខ្ញុំសុំដាក់ឈ្មោះតែបដាក់ដែរដល់ complete នេះយើង complete អសោះគឺត្រូវមានកន្ទុយវាគឺ .plate.php complete ទៅចឹងមកបាទហើយធ្វើចឹងដែរមកហើយយើងខ្ញុំសុំដាក់នេះថាproduct យើងសុំទៅ h1 បាទចឹងមកហើយខ្ញុំត្រូវការមានថាគោមដល់យើងចេះណាខ្ញុំចង់ថាយើងចង់បោះតម្លៃណាយើងខ្ញុំចង់បោះតម្លៃចេញពីខ្ញុំចង់ដាក់លេខនេះនៅក្នុង route ទេប៉ុន្តែចង់បង្ហាញនៅលើ view វិញណាចង់និយាយចឹងណាយើងផាត់ data មកប៉ុន្តែយើងធ្វើដែលអត់មាន controller ដែលយើងធ្វើដោយនេះតែម្ដងខ្ញុំដាក់ថា p tag ដាក់ថា product name បាទ product name ប៉ុណ្ណឹងសិនណាចាំទៅតាមក្រោយយ៉ាងណាប៉ុណ្ណឹងសិនណាអញ្ចឹងមានន័យថានៅពេលដែលយើងបើក page របស់យើងមកឃើញប៉ុណ្ណឹងណាប៉ុន្តែឥឡូវយើងសុំចូលទៅកាន់ route វិញណាកាន់វិញយើងចង់ធ្វើការ return view យើង return view ប៉ុន្តែ return របស់យើងឲ្យវាបង្ហាញតម្លៃហ្នឹងចេញពីនេះបង្ហាញថា Coca Cola ហើយតម្លៃនៅលើ view វិញណាអញ្ចឹងយើងសុំប្រើ return សិនមក return ទៅកាន់ view របស់យើងសិនអញ្ចឹង return view ហើយដាក់ឈ្មោះ view ធម្មតាមកឈ្មោះខ្ញុំឈ្មោះវាមិញproduct ណាឈ្មោះ view របស់យើង product ទៅហើយយើងត្រូវការ array ណាត្រូវការ array 2 element ខ្ញុំដាក់ថាមិនស្រួលយល់បាទដាក់ name មកហើយយើងប្រាប់យើងបណ្ដាណាបាទអាសញ្ញាយើងឃើញអាសញ្ញាព្រួយនោះអាសញ្ញាស្មើហើយព្រួយហ្នឹងណាអាហ្នឹងគឺយើងប្រើសាធ្វើការ access ទៅលើ element របស់ array ណាមានតែមួយទៀតចេះមានតែមួយទៀតអញ្ចឹងណាអាហ្នឹងយើងប្រើសាធ្វើការ access object ហ្នឹងហើយយើងស្គាល់បណ្ដាទៅបាទអញ្ចឹងមកទៀតអាមួយចេះគឺយើង access ទៅលើ object ណាដល់ពេលអា2ចេះយើង access លើ element របស់ array ហ្នឹងហើយសម្រាប់មកគឺ name ដែរណា name ស្ទោះនេះមួយទៀតខ្ញុំដាក់ថា price បាទ price អញ្ចឹងដែរ access ទៅលើរបស់នឹងវិញណាប្រើវាយ៉ាងណាអញ្ចឹងមកបានហើយ
ត្រូវហើយណាហ្នឹងហើយអញ្ចឹងឥឡូវចង់ធ្វើការបោះ data ណាបោះ data ចេញពី route ហ្នឹងឲ្យវាបង្ហាញវានៅលើ view វិញអញ្ចឹងយើងចាំឲ្យយើងត្រូវការប្រើសញ្ញាគេមិញសញ្ញានេះសញ្ញា2ដងនេះសញ្ញានេះតោះណាហ្នឹងអញ្ចឹងដាក់មកដាក់នៅមុខនេះគេដាក់មកខ្ញុំសុំដាក់ថា2ដងមក2ដងចេះដាក់មកខ្ញុំសុំដាក់ថាសញ្ញា$1ហើយ name ណានេះ name ធ្វើអញ្ចឹងដែរជាមួយនេះ2ដងដែរដាក់មកគឺ price នេះប៉ុណ្ណឹងមកតោះណាឡើងមករ៉ាន់មកបាទចង់ដឹងដើមរ៉ាន់ចេញចឹងណាយើងអាទាំងអស់នេះអាទាំងអស់ហ្នឹងគឺវារួមនៅក្នុង slash មួយឈ្មោះថា slash product នេះតោះណាហ្នឹងហើយចឹងយើងតារ៉ាន់មកចេញមកតែចេញទេបើចេញអត់ទេនេះមកនេះមកនេះ product name Coca-Cola តម្លៃវាគឺប៉ុណ្ណឹងឆ្នៃវាមកឲ្យស្អាតទៅយើងអាចដាក់ថែមឲ្យវាមើលទៅឃើញស្អាតចឹងនេះដាក់ដុល្លារមួយមកចឹងមកបាទដុល្លារនេះចឹងហើយអញ្ចឹងឲ្យសូមស្ទាបប៉ុណ្ណឹងចុះបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បង្កើតជា page មួយហ្នឹង page នេះអាចចុច link បានណាចុចទៅ link វា link ទៅកាន់ page មួយទៀតបាទអូខេអញ្ចឹងជាដំបូងខ្ញុំសូមចុចគិតមើលសិនដើមពីណាទៅមុនចេះឥឡូវខ្ញុំសុំនេះមកសិនបាទអញ្ចឹងយើងត្រូវការ route មួយណាខ្ញុំដាក់ថា get បាទ get ហើយខ្ញុំសុំដាក់ថានេះគឺសាសតតេនេះយើងសាសតតេគឺចង់ថាវាជា home ណាយើងមក complete ណាអានោះគឺ home អញ្ចឹងយើងដាក់មក function ដដែលបាទ function ដដែលអញ្ចឹង return មកបាទ return មកយូរដែរណាតែខ្ញុំសុំដាក់នេះចោលសិនខ្ញុំសុំដាក់ថា home ចោលសិនមកចឹងខ្ញុំសូមបង្កើត home ហ្នឹងឲ្យវា error បាទខ្ញុំសូមបង្កើត home view ហ្នឹងយើង home view មួយសិនមកបាទ home view ដាក់ថា home.plate.php ណាហ្នឹងហើយប៉ុណ្ណឹងមក home មួយចាំហ្នឹងបាច់ចាំ h ហ្នឹងពេកខ្ញុំដាក់ថា h1 មកខ្ញុំដាក់ថាhome page បាទបាច់ចាំបាញ់ឆ្ងាយពេកកុំឲ្យបាញ់ឆ្ងាយបាទសំខាន់យើងស្មើយើងប្រើ link ហ្នឹងយើងចឹង link យើងប្រើគេ a tag ត្រូវហើយចឹងប៉ុន្តែដោយសារចេះណាខ្ញុំចង់បានចេះពេលយើងបើក home ហ្នឹងមកយើងឃើញ page មួយតែ home page មាន link មួយច្រើនបើយើងចុចលើ link ហ្នឹងទៅវាមកទៅកាន់ page មួយទៀតណាចឹងសូម slash ប៉ុណ្ណឹងសិនខ្ញុំសូមបកមកវិញណាបកមកការនេះវិញយើងត្រូវការបង្កើតមួយទៀតណាបង្កើត page មួយទៀតបាទសម្រាប់ឲ្យមកខ្ញុំដាក់ថា map នៅវិជាហើយ plate.php ដែរណាហ្នឹងហើយចឹងតែមកនេះសូមទុកចោលសិនណាបាទអីអញ្ចឹងខ្ញុំសូមចូលមកកាន់ view របស់យើងវិញroute របស់យើងវិញខ្ញុំបង្កើត route មួយទៀតណាឈ្មោះថា get ដែរខ្ញុំដាក់ពាក្យថា map តោះណាដាក់ពាក្យថា map ហ្នឹងហើយ map មកfunction បាទហើយ return view ដែរបាទខ្ញុំហៅ function ខ្ញុំហៅឈ្មោះគេមកគឺ map ណាយើងហៅ view មកគឺ map នេះយើងបង្កើតមិញហ្នឹងនេះ map នេះបាទហើយយើងដាក់ថាយើងបង្កើតជា array ដែរបាទខ្ញុំដាក់ថា result តែខ្ញុំហៅតាមក្រោយណា result ចុះ5ហ្នឹងចុះណាគឺ error ចឹងមីនីច្រឡំហើយចឹងខ្ញុំសូមចូលមកកាន់ map របស់យើងវិញបាទសូមចូលមកកាន់នៅឲ្យចូលទៅឲ្យ map ខ្ញុំសូមដាក់ថា map page មក
ខាងក្រោមនេះគឺខ្ញុំដាក់ថា p result ណាខ្ញុំដាក់ថា5 បូក 3 ស្មើណាហ្នឹងហើយស្មើខ្ញុំប្រើសញ្ញាមិញតាមមកសញ្ញា2 ដងមិញហ្នឹងគឺ result ចាប់តិចបើសិន